quát năng tờ mơ cái này nhưng mà xa tiết có bán khơi hả cái này nó cứ ở miền này thế cứ đôi chia mình nữ để thời ban kia quay về đồ chứ và to món sạp tài đang ban sẽ dường nói dương khơi nhà miền ông pro mà nè còn ban chụp này là protocol đang ở dạng về buồn ngày để ban nhà mà hà thế hàng ngày nít cứ chỉ sầm nang và quạt vòng này là còn ban rọc khơi nhà vì miền là thô muối đó khuyên khang pe có sầm đại chật tại cua thuê vì miền đang thả ta miền mình nữ ở đó đang tha vì miền nên cứ ở miền mình nữ hỏi có sầm đại chật thà bốc thuê đang châu tại không vì miền đang tài mà đòn đó bị ban châu tới dương ban khơi nhà vì miền đang cứ ngập ngặt đôi chỉ ở miền mình nữ thế hai này các bạn đây vào con dương khơi nhà con làตัวban pal mùi đáy đó bị ban pal đang hai có sầm đại chật thà laในក្នុងvì miền đang mơ thả ta miền ấy nhà mọt chẳng dương khơi nhà vì miền đang cứ miền buồn chán họ có ban lang từ đó chọn tí buồn phong đáy bây giờ còn ban lan từ đó cho anh tí bốn hết cọp chia diêm đã cua thuyềnในក្នុងបន្ទប់នៃមួយដើម្បីធ្វើការសួរតាមមានមនុស្សអត់គឺគ្រប់បន្ទប់ទាំងអស់គឺអត់មានមនុស្សទេប៉ុន្តែនៅពេលដែលគាត់បានដើរទៅដល់បន្ទប់ទី4គឺបន្ទប់ហ្នឹងគឺបានបើកទ្វារដោយខ្លួនឯងតែឃើញបន្ទប់ហ្នឹងបើកទ្វារដោយខ្លួនឯងគាត់ក៏សម្រេចចិត្តដើរចូលទៅក្នុងបន្ទប់ហ្នឹងតែម្ដងបន្ទាប់ពីបានចូលទៅដល់ក្នុងបន្ទប់ហ្នឹងហើយគាត់បានប្រចាំងពិលរកមើលថាតើនៅក្នុងបន្ទប់ហ្នឹងមានអីខ្លះបន្ទាប់ពីបានមើលសពគ្រប់ហើយដែលយើងបានឃើញថានៅក្នុងបន្ទប់ហ្នឹងគឺមានតុក្កតាមួយជាមួយនឹងរូបថតមួយរូបថតហ្នឹងបានបញ្ជាក់ឲ្យយើងដឹងថាគឺមានម្ដាយមួយនិងកូនមួយហើយគាត់បានសម្លឹងទៅមើលរូបថតហ្នឹងបន្តិចហើយក៏បានលើសំឡេងមួយបានបន្លឺឡើងថាដោយអត់គិតអីច្រើនទេដោយសារតែខ្លួនកំពុងតែឃ្លានផងគាត់ក៏សម្រេចចិត្តដើររកអាហារនៅក្នុងបន្ទប់ហ្នឹងដើររកសពគ្រប់កន្លែងឃ្លានអស់ហើយប៉ុន្តែគឺរកអត់ឃើញទេហើយក៏អស់សង្ឃឹមគាត់ក៏បានធ្វើការគេងនៅក្នុងហ្នឹងបន្តិចទៅបន្ទាប់ពីបានគេងមួយផ្លែតគាត់ក៏បានលើសំឡេងឌុកដាក់ដូចជាបេះដូងកំពុងតែលោតអញ្ចឹងគាត់បានធ្វើការដើរទៅតាមសំឡេងមួយហ្នឹងបន្ទាប់ពីបានដើរទៅដល់សំឡេងមួយហ្នឹងហើយគាត់បានឃើញរុនមួយអញ្ចឹងគាត់ក៏សម្រេចចិត្តលូកដៃចូលទៅក្នុងប្រហោងហ្នឹងតែម្ដងអញ្ចឹងបន្ទាប់ពីបានលូកដៃចូលទៅក្នុងរុនហ្នឹងហើយគាត់ក៏បានដកចេញទៅវិញគឺទទួលបាននៅបេះដូងមួយអញ្ចឹងដោយគាត់ឃ្លានផងគាត់អត់បានគិតអីច្រើនទេអញ្ចឹងក៏បានយកបេះដូងហ្នឹងទៅអាំងញ៉ាំហើយគេលក់យ៉ាងស្កប់ស្កល់នៅក្នុងយប់ហ្នឹងប៉ុន្តែគេមិនបានប្រមាណផងស្រាប់តែគាត់បានលើសំឡេងមួយចម្លែកម្សាទៀតហើយអញ្ចឹងគាត់ក៏បានសម្រេចចិត្តថាគាត់នឹងទៅមើលកន្លែងហ្នឹងម្សាទៀតហើយគាត់បានឃើញថាកន្លែងហ្នឹងគឺអត់មានអីទេគឺដូចជាមនុស្សដែលត្រូវបានគេខ្វេះបេះដូងអញ្ចឹងបន្ទាប់មកស្រាប់តែគាត់ភ័យខ្លាំងមែនតើអញ្ចឹងដោយសារតែគាត់បានឃើញនៅស្រស់នៅមុខនឹងភ្នែកខ្លាំងពេកគាត់ធ្វើអីឲ្យបានទេគឺគាត់ពេលហ្នឹងគឺគាត់បានរត់ចុះទៅលើផ្ទះហ្នឹងយ៉ាងលឿនតែម្ដងឲ្យព្យាយាមរត់រហូតដល់មុខទ្វាររៀបនឹងដល់ច្រកចេញទៅហើយពេលហ្នឹងស្រាប់តែបាក់នៅកន្លែងច្រកចេញហ្នឹងធ្វើឲ្យគាត់ធ្លាក់ចូលទៅក្នុងកន្លែងហ្នឹងប៉ុន្តែសំណាងដែលគាត់តោងជាប់តែគាត់អាចទាញខ្លួនរបស់គាត់ឡើងមកបានទេដោយសារតែគាត់អស់កម្លាំងខ្លាំងពេកហើយពេលហ្នឹងស្រាប់តែចឹងរឿងហ្នឹងយើងបានឃើញថានៅទីបញ្ចប់គឺអ៊ំហ្នឹងគឺត្រូវបានមនុស្សស្រីម្នាក់ហ្នឹងគឺបានខ្វេះបេះដូងគាត់យកមកដាក់បេះដូងរបស់គាត់ដូចគ្នាអញ្ចឹងវីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងទេអរគុណច្រើន